đọc mình cái kia đọc xe thuê mà cái thuê kia đọc hết tôi đọc qua thì mình là mình và cái tôi đọc xe thuê trên nó hay tôi đọc mình đọc tiền đó cái tôi mình lại cho cái tôi bạn cái là cái tôi phải mơ là đó và rồi cho hơi này nè này tôi cho nó coi bà đã បាទបងប្អូនឥឡូវគឺយើងមកជួបជាមួយនឹងទូរស័ព្ទដៃ iPhone 7 Plus ដែលមានបញ្ហាទាក់ទងទៅជាមួយនឹងម៉ាស៊ីនបាទស៊ីថ្មណាបាទម៉ាស៊ីនស៊ីថ្មម៉ាស៊ីននេះគឺបើកប្រើបានធម្មតាទេក៏ប៉ុន្តែវារៀងញ៉ាំថ្មបន្តិចបាទរៀងញ៉ាំថ្មបន្តិចបាទអូខេអញ្ចឹងដើម្បីដឹងថាម៉ាស៊ីនហ្នឹងវាញ៉ាំថ្មឬក៏មិនញ៉ាំថ្មគឺយើងត្រូវប្រើតេស្តទៅជាមួយនឹងគេហៅថា power supply របស់យើងណាបាទបាទជាមួយនឹងម៉ាស៊ីន power supply អូខេអញ្ចឹងករណីម៉ាស៊ីនឆ្លងវាអាចមានពីរករណីគឺឆ្លងមុនពេលបើកនិងឆ្លងក្រោយពេលបើកណាឥឡូវយើងធ្វើការកាប់ power supply របស់យើងទៅបាទកាប់ power supply របស់យើងផ្លឹបបាទហើយបន្ទាប់មកយើងក៏លេខមើលទៅលើម៉ាស៊ីន power supply របស់យើងណាបាទពេលយើងកាប់ទៅយើងឃើញថាម៉ាស៊ីនហ្នឹងគឺចាប់ផ្ដើមអំពែរបស់វាឡើង 0.032 បាទ 0.032 នេះណាបាទឥឡូវជាមួយខ្ញុំបិទភ្លើងបាទពេលយើងបើកភ្លើងមកយើងឃើញថា 0.032 អានេះគឺហៅថាឆ្លងមុនពេលបើកហ្នឹងបាទអញ្ចឹងឲ្យឆ្លងនឹងឯងដែលធ្វើឲ្យម៉ាស៊ីនហ្នឹងគឺស៊ីថ្មទុកចោលក៏ស៊ីថ្មដែរម៉ាស៊ីនហ្នឹងណាបាទទុកចោលក៏ស៊ីថ្មដែរអូខេឆ្លងមុនពេលបើកណាបាទអញ្ចឹងឆ្លងមុនពេលបើកគឺវាឆ្លងរាល់បណ្ដាគ្រឿងក៏ដូចជាឡាញបាទនិងគ្រឿងបង្គុំទាំងឡាយណាដែលទទួលភ្លើងចេញពីជើងថ្មបាទ direct ជើងថ្មពីបាទនេះឬក៏VCC man ណាបាទ VCC man អូខេឥឡូវយើងត្រូវធ្វើការដោះទូរស័ព្ទដៃហ្នឹងមើលតាមជាក់ស្ដែងទៅថាតើម៉ាស៊ីនហ្នឹងគឺវាគេធ្លាប់ជួសជុលហើយនៅឬក៏ម៉ាស៊ីនធ្លាប់ចូលទឹកចូលអីអត់ណាបាទឥឡូវបិទម៉ាស៊ីននេះគឺយើងបានដោះចេញមកហើយយើងឃើញថានៅទីខាងក្រោយរបស់វាហ្នឹងគឺគេស្នាមគេបកណាគេបកហើយបាទយើងក៏មើលឃើញថាវាដូចជាមានស្នាមជួសជុលហើយដែរនៅតែពីមុនគេជួសជុលអីទេឥឡូវគឺយើងត្រូវឆ្លោះពិនិត្យមើលសិនតាមជាក់ស្ដែងមើលសិនណាអូខេបងប្អូននេះបាទគឺជាស្ថានភាពរបស់ម៉ាស៊ីនបាទយើងឃើញថាវាមានស្ថានភាពបែបហ្នឹងហើយនេះគឺជាស្ថានភាពរបស់វាហើយយើងមើលឃើញថាគេធ្វើកន្លែងនេះគឺជាទាំងគេស្អីទេនៅក្នុងប្លុកកន្លែងទេពលឺទេរូបហ្នឹងណាបាទស្នាមស្រោស្នាមអីចឹងណាចឹងយើងត្រូវធ្វើការលាងសម្អាតវាសិនយើងត្រូវការលាងសម្អាតលាងអីវាមើលសិនបងប្អូនណាបាទនិយាយរួមទៅគឺអាចឆ្លងទឹកហ្នឹងគឺมันស្រួលរកទេបាទពិបាករកណាបាទឆ្លងទឹកពីតែអាចឆ្លងស្នឹមបាទឆ្លងលើអ៊ីសេពូស៊ីឆ្លងអីហ្នឹងក៏មានបាទចឹងគឺពិបាកក្នុងការរកបាទចឹងយើងធ្វើការលាងសម្អាតវាអូខេតែឥឡូវគឺយើងមកមើលនេះណាតើតោងទៅជាមួយនឹងឆ្លងមុនពេលបើគឺវាឆ្លងទៅលើពួកអក្សរជើងថ្មបោកនេះណាបាទ V បាតនេះបាទដល់ពី V បាតបាទអញ្ចឹងអាបណ្ដាគ្រឿងឬក៏ដូចផ្សេងដែលវាតើតោងទៅជាមួយនឹងភ្លើង V បាតហ្នឹងគឺពេលដែលយើងចុចប៉ោចមកនេះវារត់ចូលនៅក្នុងអីទេនេះណាបាទទេណាបាទទេតូចនេះមកបានវាចេញពីទេហ្នឹងទៅវាឲ្យឈ្មោះថា VDD man នេះណាបាទ VDD man អញ្ចឹងអាចឆ្លងមុនពេលបើកនេះគឺវាឆ្លងលើធម្មតាហ្នឹងអាចឆ្លងនៅលើ PPV បាទនេះបាទអាចឆ្លងបណ្ដាអ៊ីសេណាដែលវាចូលនៅលើអាភ្លើងនេះបាទ PPVDD man ហ្នឹងអញ្ចឹងអា PPVDD man ហ្នឹងមានច្រើនកន្លែងណាបងប្អូនណាបាទចូលណាអ៊ីសេភ្លើងអ៊ីសេនេះអ៊ីសេនោះអូនិយាយរួមទៅពិបាករកដែរបាទហើយបើសិនជាវាឆ្លងក្តៅអាហ្នឹងយើងស្រួលទេណាបាទយើងស្រួលរកទេតែបើសិនជាឆ្លងអត់ក្តៅគឺពិបាកបន្តិចហើយពិបាកបន្តិចមែនណាបាទពិបាកបន្តិចអន្តមានម៉ាស៊ីន scan ណាបាទបើសិនជាយើងដូចយើងអត់មានម៉ាស៊ីន scan ទេអាហ្នឹងវាស់មិនដឹងដែរអាហ្នឹងមានយើង
សន្និដ្ឋានក៏ដូចជាការវិភាគបាទតាមបទពិសោធន៍ដែលយើងធ្លាប់ធ្វើកន្លងមកអញ្ចឹងថាវាអាចឆ្លងលើអ៊ីថេណាអ៊ីថេណាអញ្ចឹងបាទនេះឯងណាអញ្ចឹងភ្លើងអា PPV DD man ហ្នឹងគឺវាចូលច្រើនកន្លែងណាបាទចូលច្រើនកន្លែងអូខេអញ្ចឹងដោយសារតែម៉ាស៊ីនហ្នឹងគឺយើងពិបាកក្នុងការវាស់រកមើលដោយសារវាឆ្លងតិចពេកអញ្ចឹងចំណុចដែលយើងត្រូវវិភាគមុនគេហ្នឹងគឺ EK2G ណាបាទតាមបទពិសោធន៍ឆ្លងតិចអញ្ចឹងក៏វាអាចឆ្លងទៅលើ EK2G ដែរបាទមួយទៀតគឺឆ្លងលើ EK មួយនេះណាបាទអញ្ចឹងមុខសញ្ញាដែលយើងត្រូវធ្វើគឺយើងត្រូវសាកល្បងដក EK បាទពីរហ្នឹងបាទម្ដងមួយចេញមួយសិនណាចេញមួយសិនអាចដកមុនគេគឺដក EK2G បាទតែ EK2G ពេលយើងដកហើយគឺវាអត់ប៉ះពាល់ជាមួយម៉ាស៊ីនរបស់ម៉ាស៊ីនទេណាបាទអញ្ចឹងយើងធ្វើការដក EK2G ចេញទៅមកហើយយើងធ្វើការតេស្តម្ដងទៀតណាបាទអញ្ចឹងទៅមើលតែចូលទៅគឺពិបាកវាទាំងយ៉ាងហ្នឹងគឺយើងត្រូវមើលមកដល់យ៉ាងណាបាទសម្រាប់យើងអត់ទៅចេះផ្នែកប្រព័ន្ធភ្លើងអត់ទេយើងធ្វើការដកមួយទៅហ្នឹងហើយបាទដកវាចឹងមកបាទដកវាចេញហើយយើងចំណាំពងចំណាំទិសដៅវាបាទបន្ទាប់មកយើងយកមកកឹបជាមួយនឹង power supply មើលអូខេឥឡូវយើងកឹបនេះបាទនៅតែឆ្លងអដែរណានៅតែឆ្លងអដែរអត់តាន់បាត់ទេអូខេឥឡូវខ្ញុំត្រូវដកអ៊ីសេនេះមួយទៀតណាបាទខ្ញុំត្រូវដកអ៊ីសេនេះមួយទៀតបាទយើងដកមើលមួយសិនអូដៅផងណាដល់ជាអីទៀតដកនេះមួយទៀតបាទព្រោះហ្នឹងក៏ជាភ្លើងដែលវាចេញពីនេះមកដែរភ្លើងចេញពីវិបាតមកគឺវាចូលអាហ្នឹងណាប្របន្តិចមកគឺមើលអូខេហើយយើងលើកវាចេញណាអូខេឥឡូវខ្ញុំត្រូវដកអ៊ីសេនេះមួយទៀតណាបាទខ្ញុំត្រូវដកអ៊ីសេនេះមួយទៀតបាទយើងដកមើលមួយសិនអូដៅផងណាដល់ជាអីទៀតដកនេះមួយទៀតបាទព្រោះហ្នឹងក៏ជាភ្លើងដែលវាចេញពីនេះមកដែរភ្លើងចេញពីវិបាតមកគឺវាចូលអាហ្នឹងណាប្របន្តិចមកគឺមើលអូខេហើយយើងលើកវាចេញណាបាទបន្ទាប់ពីលើកចេញហើយទៅនៅតែគ្មានតែឆ្លងទៀតអីយ៉ាចឹងនៅកន្លែងណាទេអូ
ok bông bông là dương bàn rồi việc thừa nhảy và mình toàn bị dương bàn cỏ tùm đầy khăn này chịu vú này bà mà mơ vì bà và toàn mỗi dương khơi thành thì cộng đồng một crop này chơi đi xây bẹt bèn đấy nhá cộng đồng một con này chơi đi xây bẹt bèn đấy cứ sợ bằng tụ trẻ bà cho nên là tao bị chết đạch mà rồi chơi rơi trong viên này lòn mình chơi chuyện này nhé bà tu làm chết em đó là muốn đó bà bây giờ mơ dương thua cả remove change mà remove change hết giờ mơ thay việc đặt ở tam tập pi ngày nè rồi cho hơi này nè này rồi một trăm một con bà đã ok đại dài không còn đại dài nè đại dài sơn sơn bồi chiều không đưa cái này ok là những khi nào mình tên bà dương cứ đầm lại cái và bạn sẽ vào với nhé thì lên những phần hạt trong xịt mỏi